យុទ្ធភូមិភាគ4កម្ពុជានិងកងទ័ពភូមិភាគ2ថៃបានរៀបចំកិច្ចប្រជុំពិសេសដើម្បីរៀបចំផែនការជាក់លាក់ក្នុងការសម្រួលអាវុធធុនធ្ងន់ជាជំហានក្រោមការសង្កេតរបស់ AOT លោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថានៅវេលាម៉ោង 10:20 នាទីព្រឹកថ្ងៃទី31 ខែតុលានេះនៅច្រកព្រំដែនអូស្មាច់ខេត្តឧត្តរមានជ័យយុទ្ធភូមិភាគទី4កម្ពុជានិងកងទ័ពភូមិភាគ2ថៃបានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃហៅកាត់ OBC សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រីនិតណារុងនាយសេនាធិការរងយុទ្ធភូមិភាគទី4និងភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ត្រីកម្ផណវ៉ាផាន់សុនាយសេនាធិការកងទ័ពភូមិភាគទី2ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានហៅកាត់ AOT ប្រចាំនៅប្រទេសកម្ពុជានិងប្រចាំនៅប្រទេសថៃដើម្បីតាមដានផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាបានឲ្យដឹងទៀតថាកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សានិងរៀបចំផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធពកនិងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហាននិងតាមដំណាក់កាលនៅក្រោមការសង្កេតនិងការផ្ទៀងផ្ទាត់របស់ AOT សម្ដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធាលោកស្រីថាកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរពនិងអនុវត្តនៅអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025និងកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី23 ខែតុលាឆ្នាំ2025ដោយស្មោះត្រង់និងប្រកបដោយសុឆន្ទៈជាការកត់សម្គាល់បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដើម្បីបង្ហាញពីកាយវិការប្រកបដោយសុឆន្ទៈភាគីទាំងពីរបានធ្វើការដកដៃផ្នែកនៃជំហានទី1សម្រាប់ជានិមិត្តរូបដែលបានដករថពាសដៃចំនួន2គ្រឿងរបស់ភាគីម្ខាងឲ្យត្រឡប់ទៅកាន់ទីតាំងដើមវិញដែលបានធ្វើឡើងកាលពីថ្ងៃទី26 ខែតុលាឆ្នាំ2025វេលាម៉ោង 9:00 នាទីយប់សូមជម្រាបថាកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃរវាងយុទ្ធភូមិភាគទី4កម្ពុជានិងកងទ័ពភូមិភាគទី2ថៃបានសម្រេចនូវការរីកចម្រើនជាវិជ្ជមានគួរឲ្យកត់សម្គាល់តាមរបៀបវារៈនៃកិច្ចប្រជុំដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃនាពេលរសៀល